ជាតិនិងប្រជាជនសណ្ដែកតេជោគ្មានទីពីថាហត់នឿយឆ្លងកាត់105សមរភូមិនិងរបួសធ្ងន់5ដងលោកជាធីរិទ្ធអ្នកនាំពាក្យសណ្ដែកតេជោនៅថ្ងៃទី22ខែធ្នូឆ្នាំ2025បានសរសេរសំណេរដ៏មានអត្ថន័យបែបនេះថាប្រទេសជាតិនិងប្រជាជនសណ្ដែកតេជោហ៊ុនសែនគ្មានទេពាក្យថាហត់នឿយឆ្លងកាត់105សមរភូមិនិងរបួសធ្ងន់5ដងលោកជាធីរិទ្ធបានកត់ត្រាសំខាន់នៃបេសកកម្មរបស់សណ្ដែកតេជោក្នុងបុព្វហេតុប្រជាជននិងសមរភូមិយ៉ាងដូចនេះថានៅថ្ងៃទី20ខែមីនាឆ្នាំ1977យកជីវិតជាដើមទុនដើម្បីតស៊ូរំដោះជាតិចេញពីរបបបល្ល័ង្កពូជសាសន៍នៅថ្ងៃទី22ខែតុលាឆ្នាំ1966ធ្វើដំណើរចូលទៅតំបន់ខ្មែរក្រហមដោយយកជីវិតទៅបដូរនឹងសន្តិភាពសម្រាប់កម្ពុជារហូតបញ្ចប់សង្គ្រាមស៊ីវិលបានទាំងស្រុងនៅថ្ងៃទី29ខែធ្នូឆ្នាំ1998ដឹកនាំកម្ពុជាពីគំរូផូរផង់ឲ្យមានការអភិវឌ្ឍក្នុងកំណត់សេដ្ឋកិច្ចខ្ពស់ខ្ទង់ 7% ក្នុងមួយឆ្នាំជា2សតវត្សរ៍នៅក្នុង COVID-19 បើតាមលោកជាធីរិទ្ធបច្ចុប្បន្នសណ្ដែកតេជោកំពុងរួមជាមួយសណ្ដែកថាបតីផ្ដោតយុទ្ធសាស្ត្រដល់បណ្ដាមេទ័ពទប់ទល់ជាមួយសត្រូវឈ្លានពានគ្រប់ពេលដែលជាតិនិងប្រជាជនជួបការលំបាកតែមានវត្តមានរបស់សណ្ដែកជានិច្ចជីវិតសណ្ដែកជារបស់ជនជាតិខ្មែរសណ្ដែកតេជោរូបនេះបានគូបញ្ជាក់ថារាល់ពេលប្រចាំការលោកតែងតែតំណាងឲ្យសហការីស្ដាប់ពីបទពិសោធន៍ក្នុងភ្លើងសង្គ្រាមនិងដឹកនាំប្រទេសដោយលោកតែងរមើលជារឿយៗថាជីវិតហ៊ុនសែនមិនសមតែអាចរស់មកដល់ពេលនោះទេព្រោះឆាកជីវិតវាលំបាកពេកសណ្ដែកជោហ៊ុនសែនប្រធានប្រសិទ្ធិធ្លាប់មានប្រសាសន៍ថាសណ្ដែកមានតែជីវិតប៉ុណ្ណោះធ្វើជាដើមទុនដើម្បីរំដោះជាតិនិងប្រជាជនចេញពីរបបបល្ល័ង្កពូជសាសន៍ប៉ុលពតបើសិនបើសណ្ដែកស្លាប់នាពេលនោះតើនឹងមានអ្វីកើតឡើងនាពេល45ឆ្នាំកន្លងមកនេះសណ្ដែកតេជោយកជីវិតទៅបដូរយកការរស់រៀនមានជីវិតរបស់ប្រជាជនយកជីវិតទៅបដូរយកសន្តិភាពជូនប្រជាជនតាមរយៈនយោបាយឈ្នះយកអំណាចទៅបដូរជាមួយសន្តិភាពនិងការអភិវឌ្ឍរយៈពេលវែងតាមរយៈផ្ទៃការដឹកនាំពីជំនាន់ចាស់ទៅជំនាន់ថ្មីសណ្ដែកមានប្រសាសន៍បន្ថែមថាចូលចងចាំថាគ្មានជោគជ័យឬផលិតផលណាមួយដោយគ្មានការបង់ថ្លៃឬការបាត់បង់នោះឡើយ។